Hello និងសួស្តីអ្នកនរឥឡូវយើងមកតបពីអ្នកនរហើយសូមទោសចំពោះការយឺតយ៉ាវហើយខ្ញុំសូមទោសចំពោះសម្លេងរំខានបងប្អូនឥឡូវគេពងហែងសៅអញ្ចឹងទៅដល់ចាប់ផ្ទះខ្ញុំទៅវាលឺសលេងញ៉ៃញ៉ៃអញ្ចឹងខ្ញុំសូមទោសផងណាដល់ភាព4នៅពេលជួបក្នុងពិធីជប់លៀងមកថ្លឹកកំប៉ុងផឹកសបែហើយក៏បានឃើញការចាក់ចែងរបស់ព្រះអង្គម្ចាស់ដួនកាត់មកព្រះអង្គម្ចាស់ដួននៅទីកន្លែងមួយមានមនុស្សពី3នាក់មកប្រាប់ព្រះអង្គម្ចាស់ដួនថានៅទីនេះគ្មានមនុស្សទេព្រះអង្គម្ចាស់ដួនបានឲ្យពួកគេយាមនៅទីនេះហើយទ្រង់បានចូលទៅជួបអ្នកនាងស៊ីព្រះអង្គម្ចាស់ដួនបានសួរសុខទុក្ខអ្នកនាងស៊ីបាននិយាយអំពីការចំអករបស់មហេសីទៅកាន់អ្នកនាងយូត្រូវបានគេបណ្ដេញទៅវិមានត្រជានាងភ័យខ្លាចថាវានឹងដល់វេនរបស់នាងឆាប់ៗនេះហើយក៏បានឃើញកូនត្រេនកំពុងទៅលួចស្ដាប់ហើយគិតថាវាជាការគួរឲ្យអាណិតដែលជាប់ក្នុងទីងងឹតនិងត្រជាហើយយូក៏បានគិតថាខ្ញុំនឹងថាពួកគេនឹងជួបគ្នាយ៉ាងសម្ងាត់នៅទីនេះខ្ញុំបានរងចាំនៅទីនេះក្នុងព្រៃ2ម៉ោងមុនដល់ពេលនោះអ្នកនាងស៊ីក៏បាននិយាយទៅវិញថាខ្ញុំមិនបានឃើញព្រះអង្គម្ចាស់ដួនច្រើនថ្ងៃមកហើយព្រះអង្គម្ចាស់ដួនបានតបទៅវិញថាថ្ងៃនេះខ្ញុំមានបញ្ហាទុកពេលឲ្យខ្ញុំខ្លាចយូក៏បានគិតថាហើយអ្វីបានជាគេនិយាយបែបនេះទៅកាន់នាងប្រសិនបើព្រះអង្គម្ចាស់ដួនជាអ្នកដែលឆ្លងភពមិនគួរក៏ចូលរួមជាមួយនឹងនាងស៊ីភ្លាមទេយូបានគេបន្តទៀតថាហេតុអ្វីបានជាពួកគេមិនទៅត្រង់ចំណុចប៉ុន្តែមកចំណាយពេលជាច្រើននៅទីនេះពួកគេកំពុងសម្ដែងរបៀបដែលអ្នកនិពន្ធសរសេរសូម្បីតែពាក្យបំពេញក៏ដូចគ្នាដែរមិនមែនមានន័យថាព្រះអង្គម្ចាស់ដួនមិនមែនជាអ្នកឆ្លងភពទេយូក៏បានគេបន្តទៀតថាខ្ញុំផ្លេចថាពួកគេជាគូស្វាមីភរិយាដ៏សំខាន់មានវាសនាបន្តផ្សាររបស់ពួកគេគឺជាគម្រោងការសំខាន់មកតើដូចជាសុបិនរបស់ខ្ញុំចំពោះអ្នកឆ្លងភពទាំង4គ្មានថ្ងៃនឹងអាចកាត់ឡើងឡើយព្រះម្ចាស់ដួនបាននិយាយជាមួយនាងស៊ីថាមិនយូរប៉ុន្មានទេកូនប្រុសរបស់លោកគ្រូវ័យបានស្លាប់ជនស៊ីវិលម្នាក់បានជិះសេះនៅតាមផ្លូវយូលើហើយក៏បានគិតថាលោកគ្រូវ័យក៏ជាតួអង្គសំខាន់ព្រះម្ចាស់ដួនបានបន្តនិយាយថាជនស៊ីវិលបានមកដល់រាជធានីដើម្បីដាក់ពាក្យបណ្ដឹងទៅព្រះអង្គម្ចាស់គាត់បានប្តឹងអធិរាជអំបិលខ្ញុំមិនដឹងអ្នកគ្នាបកប្រែមកឃើញអំបិលចឹងខ្ញុំអានតាមគេណានៅស្រុករបស់គាត់សម្រាប់ការបន្លំនិងរកអ្នកធ្វើអ្នកនាងស៊ីបានតបថាការស្ទាក់ចាប់ពាក្យបណ្ដឹងគឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរព្រះអង្គចាស់ដួនបាននិយាយទៅវិញថាវាជាការពិតពេលលោកអធិរាជស្រុកអំបិលដឹងរឿងនេះហើយគាត់នឹងតាក់ទងជាមួយនឹងលោកគ្រូវ័យដោយសម្ងាត់លោកគ្រូវ័យដោយមានបំណងការពារកូនប្រុសរបស់គាត់ដូច្នេះគាត់នឹងកុំខិតដើម្បីបង្ក្រាបរឿងនេះអ្នកនាងស៊ីបាននិយាយថាប៉តេស្ដេចបារម្ភរឿងជាតិនាងថានាងនៅតែអាណិតខ្លួនឯងមនុស្សអាត្មានិយមបែបនេះយូគិតថាអ្នកនាងស៊ីហេតុអ្វីបានជាឧស្សាហ៍ក្នុងការសម្ដែងរបស់នាងហើយក៏បានគិតថាអូតែខ្ញុំឃ្លានហើយតែអ្នកទាំងពីរមិនអាចជំរុញគម្រោងការឲ្យលឿនជាងនេះទេហើយនៅពេលនោះព្រះអង្គចាស់ដួនបាននិយាយទៅកាន់អ្នកនាងស៊ីថាកុំមើលងាយខ្លួនឯងនេះជាមនុស្សស្រីទន់ភ្លន់និងងាយចិត្តស្និទ្ធអ្នកនាងស៊ីសូមចែករំលែកបញ្ហារបស់ព្រះអង្គចាស់ដួនក៏បាននិយាយថាខ្លួនត្រូវការផតាំងមួយទៀតដែលជាកំណត់ទ្រព្យមិនអាចកាត់ថ្លៃបានវាជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធអធិរាជអំបិលបានសំណូកលោកគ្រូវ័យជាមួយវាយ៉ាងណាក៏ដោយកូនចៅខ្ញុំបានលួចចូលប៉ុន្តែរកមិនឃើញទេលោកគ្រូវ័យបានឲ្យវាទៅអ្នកនាងវ័យអ្នកនាងស៊ីចង់ទៅលួចវាសម្រាប់ព្រះអង្គម្ចាស់ដួនព្រះម្ចាស់ដួនក៏បានគិតថាតើនាងអាចប្រកបបានដោយរបៀបណាជាមួយនឹងវត្ថុបុរាណព្រះម្ចាស់ដួនក៏បាននិយាយទៅកាន់អ្នកនាងស៊ីថាមហាស្ត្រីវ័យមានអំណាចនៅក្នុងអារាមដោយគ្មានព័ត៌មានច្បាស់លាស់តើខ្ញុំអាចឲ្យអ្នកបតុយដោយរបៀបណាកាត់មកយូត្រូវបានទាហានម្នាក់រកឃើញហើយរបស់យើងក៏កាត់មកពេលព្រះអង្គម្ចាស់មកដល់ឃើញយូកំពុងយំពេលនោះយូបាននិយាយថាស្មានថាយ៉ាងម៉េចគម្រោងការរបស់យើងបានទទួលជោគជ័យហើយព្រះអង្គម្ចាស់ក៏បាននិយាយថាប៉ិតទេយូក៏បាននិយាយថាប៉ិតខ្ញុំគិតថាគាត់នឹងរាយការណ៍ខ្ញុំទៅឲ្យព្រះអង្គម្ចាស់ដួងខ្ញុំមិនរំពឹងទុកថាគាត់គ្រាន់តែដើរទៅឆ្ងាយព្រះអង្គម្ចាស់ក៏បាននិយាយថាវាគ្រាន់តែជាបញ្ហានៃពេលវេលាមុនពេលគាត់មកនៅខាងយើងគឺចង់និយាយពីស៊ីឡាំងយូក៏បាននិយាយថាព្រះអង្គម្ចាស់ដួងគ្រាន់តែជាមនុស្សក្រដាសគ្មានអ្វីត្រូវខ្លាចនោះទេព្រះអង្គម្ចាស់ក៏បានតទៅវិញថានៅពេលដែលស៊ីឡាំងនៅខាងយើងនឹងផ្ដល់នៅព័ត៌មានវាត្រូវការពេលវេលាមុនពេលយើងទម្លាក់ព្រះអង្គម្ចាស់ដួនយូថាតាំងពីឪពុករបស់គាត់
ជាប់ក្នុងគោលគាត់ច្បាស់ជានឹងស៊ើបអង្កេតករណីឪពុកគាត់ប្រហែលគាត់នឹងលួចចូលនឹងសួរចម្លើយលោកគ្រូវ័យយើងត្រូវជៀសវាងការលាតត្រដាងចុះបានអ្នកទៅតុលាការដើម្បីគំរាមលោកគ្រូវ័យព្រះអង្គក៏បាននិយាយថាអូអញ្ចឹងណាយូក៏បានតបទៅវិញថាទោះបីជាយ៉ាងណាក៏ដោយព្រះអង្គម្ចាស់ដូចមិនងងទេដល់ពេលគាត់ដឹងរឿងនេះជាលៀងនឹងមានគ្រោះថ្នាក់ព្រះអង្គក៏បានថានឹងរកផ្លូវសុវត្ថិភាពដើម្បីរត់គេចឲ្យគាត់តែពេលនោះយូក៏បាននិយាយថាខ្ញុំមិនដេញនៅទីនេះទេយប់នេះព្រះម្ចាស់ក៏បានសួរថាហេតុអ្វីយូថាថ្ងៃស្អែកអ្នកនាងស៊ីនឹងលួចវត្ថុបុរាណរបស់អ្នកនាងវ័យខ្ញុំមិនអាចខកខានឱកាសនេះបានទេរឿងដ៏គួរឲ្យចាប់អារម្មណ៍បែបនេះកាន់មកពេលព្រឹកនៅក្នុងដំណើររបស់អ្នកនាងវ័យបានឲ្យទាហានទៅដល់ចាប់ចោលបើសិនជាចាប់មិនបានទេក៏អាចរបស់ពួកឯងក៏មិនធានាដែរនៅពេលនោះក៏បានឃើញអ្នកនាងស៊ីសញ្ញោភ្នែកទៅកាន់អ្នកបម្រើរបស់ខ្លួនអ្នកបម្រើរបស់អ្នកនាងស៊ីក៏បានទៅជួបនឹងបុរសម្នាក់ហើយឲ្យប្រអប់អ្វីមួយទៅឲ្យគេហើយក៏បានដេញឲ្យគេឆាប់ទៅនៅពេលនោះដែរព្រះរាជិនីបានមកហើយសួរអ្នកនាងវ័យថាតើមានរឿងអ្វីកើតឡើងអ្នកនាងវ័យបានយំទៅពិតទួថាសូមរកយុត្តិធម៌ឲ្យខ្លួនផងហើយរឿងក៏បានកាន់មកក្នុងដំណើររបស់អ្នកនាងយូដល់ពេលនោះយូក៏បានឃើញបរមម្នាក់អត់លំអត់លំនៅដំណើររបស់ខ្លួនយូក៏បានមកកន្លែងដែលបរមម្នាក់លូនលាក់ហើយក៏បាននិយាយថាពួកគេបានលើវត្ថុនេះនៅទីធ្លារបស់ខ្ញុំគួរឲ្យអាណិតណាស់ដែលគូប្រជែងរបស់អ្នកគឺជាខ្ញុំនៅពេលនោះអ្នកបម្រើរបស់យូក៏បាននិយាយអំពីអ្នកនាងវ័យដែលបានបាត់របស់នាងវ័យនឹងគ្នារបស់ពួកគេកំពុងតែជេរអ្នកហើយពួកគេកំពុងធ្វើដំណើរមកទីនេះយូក៏បានគិតថាដោយការរំពឹងទុកបំពេញបេសកកម្មរបស់អ្នកពេលកំពុងនិយាយក្រៅពីខ្ញុំបន្ទាប់មកនៅតែជេរខ្ញុំដដែលនៅពេលនោះបានឮសំឡេងរបស់អ្នកនាងវ័យហើយអ្នកនាងយូចេញមកក្រៅអ្នកនាងវ័យបានឲ្យទាហានឆែកឆេរក្នុងដំណើររបស់អ្នកនាងយូនៅពេលនោះយូក៏បានសួរទៅអ្នកនាងវ័យថាចង់បានអ្វីអ្នកនាងវ័យបាននិយាយទៅកាន់យូថាគ្មានអ្នកណាការពារអ្នកទេថ្ងៃនេះមីឆ្កែយីដល់គ្នាគេនិយាយចឹងមែនណានៅពេលនោះយូក៏បានរៀបរឹកពីរបស់ខ្លួនអ្នកនាងវ័យក៏បានឆ្ងល់ហើយក៏ទៅចោទរំថាព្រះអង្គចាស់នៅខាងក្រោយខ្នងរបស់ខ្លួនទៅពេលនោះព្រះម្ចាស់ក៏បានឲ្យទាហានអូនអ្នកនាងវ័យទៅកាន់វិមានត្រជាកាត់មកដំណើររបស់អ្នកនាងស៊ីអ្នកបម្រើកំពុងតែនិយាយអំពីរឿងអ្នកនាងវ័យដែលត្រូវបានបណ្ដេញទៅវិមានត្រជាហើយក៏មានគេយកអ្វីម្យ៉ាងឲ្យអ្នកបម្រើរបស់អ្នកនាងស៊ីអ្នកបម្រើរបស់អ្នកនាងស៊ីក៏បាននិយាយថាមានគេផ្ញើប្រអប់អាហារពីអ្នកនាងយូមកទីនេះអ្នកនាងស៊ីក៏បានឆ្ងល់ហើយអ្វីបានជាយូផ្ញើអាហារមកពេលនេះហើយក៏បានរត់ទៅមើលឃើញនំចំហុយមួយនៅក្នុងនំចំហុយនោះមានអ្វីដែលអ្នកនាងស៊ីចង់បានអ្នកនាងស៊ីក៏បានគិតថាយូបានដឹងអំពីផែនការរបស់ខ្លួនមិនរៀបការពីខ្លួនហើយនៅប្រកល់វាមកវិញទៀតហើយក៏បានកាន់ពេលដែលយូនិយាយថាស្ត្រីគ្រាន់តែជាកូនអុកនៅកន្លែងបែបនេះហើយក៏បានគិតថាយូពិតជាមិនចង់ជួបគ្នាមែនទេមកពីខ្លួនផ្លាស់ប្ដូរគម្រោងដើមមិនផ្ដល់ឲ្យយូលងស្នេហ៍នឹងព្រះអង្គចាក់ដួនដូចនេះយូមិនប្រែទៅជាអាក្រក់អូយមែនយូឡើយនឹងឈូតហាបើសិនបើយូមិនប្រែទៅជាអាក្រក់ទេមនុស្សអាក្រក់នឹងក្លាយទៅជាអ្នកនាងស៊ីវិញរឿងក៏បានកាន់មកពេលព្រះអង្គម្ចាស់ទៅជួបលោកគ្រូវ័យលោកគ្រូវ័យបាននិយាយថាខ្លួនគ្មានកំហុសទេខ្លួនគឺជាមនុស្សស្មោះត្រង់នឹងព្រះអង្គម្ចាស់ខ្លួនគ្រាន់តែចង់ជួយព្រះអង្គម្ចាស់ពីជនទុច្ចរិតទាំងអស់នោះព្រះអង្គម្ចាស់បានឲ្យលោកគ្រូធំវ័យធ្វើរឿងជាលើកចុងក្រោយសម្រាប់ត្រង់អាចនឹងការពារគ្រួសាររបស់លោកគ្រូធំវ័យមែនព្រះអង្គម្ចាស់បាននិយាយថាតើអ្នកដឹងថាអ្នកណាជាអ្នកនាំអ្នកមកទីនេះទេអ្នកដែលបញ្ជាទិញគឺជាព្រះអង្គម្ចាស់ដួនទីលាងបានប្រមូលផុតតាំងអ្នកប្រហែលមិនចាំម្នាក់នោះទេគាត់ជាកូនមន្ត្រីស៊ូគាត់បានកើតជាអ្នកយុទ្ធសាស្ត្ររបស់ព្រះអង្គម្ចាស់ដួនហើយផ្លាស់ប្ដូរអត្តសញ្ញាណរបស់គាត់នៅពេលមន្ត្រីស៊ូមានបញ្ហាព្រះអង្គម្ចាស់ដួនបានជួយសង្គ្រោះស៊ីលាងដល់សម្ងាត់គាត់បានរៀបគម្រោងការជាច្រើនឆ្នាំទីបំផុតបានកម្ចាត់អ្នកបងប្រុសរបស់ខ្ញុំបានប្រើអ្នកកម្ចាត់គ្រួសារស៊ូឥឡូវនេះគាត់ឲ្យគ្រួសារស៊ូដើម្បីកម្ចាត់អ្នកលោកគ្រូធំវ័យក៏បាននិយាយថាពីមុនខ្ញុំនៅខាងព្រះចៅអត្តរាជខ្ញុំមានការខ្មាស់អៀនដែលមិនអាចឡើងតំណែងបានជាច្រើនឆ្នាំបន្ទាប់មកព្រះម្ចាស់ដួនបានតាក់ទងខ្ញុំដោយសម្ងាត់ហើយប្រឌិតផុសតាំងដើម្បីដាក់ទោសមន្ត្រីស៊ូខ្ញុំសមនឹងស្លាប់ខ្ញុំគ្មានផ្លូវចេញទេខ្ញុំមានសំណួរតែមួយគត់តើព្រះម្ចាស់ដឹងរឿងនេះដោយរបៀបណាព្រះម្ចាស់ក៏បានតបថាខ្ញុំបានទិញវាបើស៊ីលាងមកសួរគ្រាន់តែឆ្លើយដោយស្មោះត្រង់គិតថាវាអាចជួយគ្រួសាររបស់អ្នករឿងក៏បានបង្ហាញពីស៊ីលាងមកជួបលោកគ្រូធំវ័យយើងមិនដឹងថាអ្នកទាំងពីរបាននិយាយអ្វីទេរឿងក៏បានកាត់ទៅកាន់ដំណើររបស់ព្រះម្ចាស់ដួនមានទាហានម្នាក់មករាយការណ៍ប្រាប់ត្រង់រឿងមិនបានបង្ហាញថាគេរាយការណ៍ពីអ្វីទេរឿងក៏បានកាត់មកពេលព្រឹកតែបែរឃើញយូកំពុងតែធ្វើដំណើរទៅបណ្ណាល័យអ្នកបម្រើរបស់យូក៏បាននិយាយថាបងប្រុសរបស់អ្នកនាងវ័យបានធ្វើអត្តឃាតខ្លួនឯងបន្ទាប់ពី
ចូលគុកយូគិតថាត្រូវហើយវាបានកើតឡើងពី3ពាក្យនៅក្នុងប្រឡងលោកចំណុចសំខាន់គឺស៊ីលៀងមកនៅខាងជើងទាំងស្រុងដោយមានជំនួយពីស៊ីលៀងអ្វីៗនឹងងាយស្រួលប៉ុន្តែសុវត្ថិភាពរបស់ស៊ីលៀងជានូដែលនឹងធានាសុវត្ថិភាពរបស់គាត់ពេលនោះស៊ីលៀងបានមករកយូដល់បណ្ណាល័យយូបានឲ្យស៊ីលៀងចូលហើយឲ្យអ្នកបម្រើរបស់យូទៅយាមទ្វារយូក៏បាននិយាយទៅកាន់ស៊ីលៀងថានៅទីនេះគ្មាននរណាអាចចេញចូលដោយគ្មានការអនុញ្ញាតពីបេក្ខអធិរាជនោះទេខ្ញុំឲ្យគេទៅហៅបេក្ខអធិរាជឥឡូវនេះស៊ីលៀងបាននិយាយថាព្រះម្ចាស់នោះមានគម្រោងការសម្រាប់ខ្លួនរួចទៅហើយនៅពេលដែលខ្លួនទៅបន្ទប់គេងវិញបានទឹកតែខ្លះវាមានរសជាតិខុសប្លែកពីធម្មតានៅពេលនោះទៅខ្ញុំដឹងថាខ្ញុំត្រូវបានគេបំពល់ស៊ីលៀងបន្តថាខ្លួនគ្មានផ្លូវរត់ទេយូចង់រករាជពេទ្យឲ្យស៊ីលៀងតែស៊ីលៀងបានខាត់ហើយក៏បាននិយាយថាខ្លួនសុំរឿងមួយហើយបាននិយាយថាខ្លួនធ្វើការឲ្យព្រះម្ចាស់រួចច្រើនឆ្នាំខ្លួនដឹងថាផែនការទាំងអស់បើព្រះអង្គម្ចាស់សង្គ្រោះបិតាខ្ញុំសងគុណគាត់វិញយូថាកុំបារម្ភព្រះម្ចាស់ជាមនុស្សតាមពាក្យសម្ដីមន្ត្រីស៊ូកំពុងធ្វើដំណើរទៅផ្ទះស៊ីលៀងនិយាយថាឪពុកខ្លួនចង់ឃើញព្រះម្ចាស់ជាអធិរាជល្អប្រសិនបើគាត់ត្រឡប់មកវិញគាត់នឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់គាត់យូក៏បាននិយាយថាព្រះម្ចាស់ពេញចិត្តនឹងស៊ីលៀងនិងឪពុករបស់ស៊ីលៀងព្រះម្ចាស់នឹងរកផ្លូវរកកិច្ចស៊ីលៀងនឹងមានសុវត្ថិភាពនៅខណៈនោះនៅទីនោះក៏មានភ្លើងឆេះយូក៏បានគិតថាព្រះម្ចាស់នួនហ៊ានធ្វើគ្រប់យ៉ាងដើម្បីរក្សាការសម្ងាត់របស់គាត់នៅពេលនោះយូក៏បានព្យាយាមទាញស៊ីលៀងចេញទៅរកកន្លែងសុវត្ថិភាពស៊ីលៀងបានឲ្យយូរត់ហើយប្រាប់ថាគម្រោងការរបស់ព្រះម្ចាស់នោះទាំងអស់ខ្លួនបានសរសេរចូលក្នុងសៀវភៅនៅពេលដែលខ្លួនកំពុងតែស្រាវជ្រាវរឿងឪពុករបស់គាត់សៀវភៅនោះខ្លួនមិនបានយកមកតាមនោះទេវានៅផ្ទះរបស់តកូវ័យខ្ញុំបានលាក់វាពេលខ្ញុំកំពុងស៊ើបនៅទីនោះវាត្រូវបានគាប់នៅក្រោមផ្ទះបាយព្រះម្ចាស់នោះនឹងតាមដានអ្នកសូមអ្នកកុំទៅភ្លាមៗរងចាំ7ថ្ងៃក្រោយនៅពេលដែលនិយាយរួចហើយស៊ីលៀងក៏បានស្នាមនៅពេលនោះយូបានព្យាយាមជួយស៊ីលៀងប៉ុន្តែស៊ីលៀងលេចដឹងខ្លួនទៀតហើយយូក៏បានសម្រេចចិត្តលោតចេញទៅតាមបង្រួចពេលនោះអ្នកបម្រើក៏បានឃើញយូហើយក៏បានស្រង់យូនៅតែនឹកឃើញពាក្យដែលស៊ីលៀងផ្ដែផ្ដាំដល់ពេលដែលយូព្យាយាមបើកភ្នែកមើលក៏ឃើញអ្នកបម្រើទៅខ្លាចជាព្រះអង្គម្ចាស់ដួនយូភ័យខ្លាចជាខ្លាំងក៏បានរត់ទៅចំពប់ជើងនៅមុខអ្នកនាងស៊ីយូក៏បានហុចដៃឲ្យអ្នកនាងស៊ីជួយអ្នកនាងស៊ីក៏បានចង់ទៅរកមនុស្សដើម្បីមកជួយតែយូហាមឃាត់កុំឲ្យទៅចោលខ្លួននៅពេលនោះក៏បានឮសំឡេងរបស់ព្រះអង្គម្ចាស់ដួនបាននិយាយថាខ្ញុំបានឮថាមានភ្លើងឆេះនៅទីនេះសំណាងឲ្យដល់អ្នកមិនអីហើយក៏បានខ្សឹបប្រាប់យូថាតើអ្នកមានឈឺត្រង់ណាហើយក៏បានចាប់បីយូទៅយូបានសុំឲ្យអ្នកនាងស៊ីជួយអ្នកនាងស៊ីព្យាយាមរនឹកដើម្បីជួយហើយក៏បាននិយាយថាខ្លួននឹងទៅជាមួយត្រង់ព្រះម្ចាស់ដួនក៏បាននិយាយថាខ្លួនមិនត្រូវការជំនួយទេហើយមើលយូផ្នែកសហើយអត់មានអ្នកគេជួយព្រះម្ចាស់ដួនបានសួរទៅកាន់យូថារបេបានជាអ្នកញ័រយូក៏បាននិយាយទៅវិញថាដោយសារតែខ្លួនឈឺមុខរបួសដែលរលាកភ្លើងព្រះម្ចាស់ដួនក៏បាននិយាយទៅវិញថាខ្ញុំជាតិហើយយូក៏បានតបទៅវិញថាចាប់តាំងពីអ្នកនៅទីនេះខ្ញុំមិនអីទេព្រះម្ចាស់ក៏បាននិយាយទៅវិញថាខ្ញុំគិតថាអ្នកអាប់ដូរច្រើនណាស់បន្ទាប់ពីចូលវាំងខ្ញុំសង្ឃឹមថាអ្នកនិងខ្ញុំនឹងនៅតែដូចដើមមិនមានការភ័យខ្លាចឡើយឬចម្ងាយរវាងយើងការនៅជាមួយព្រះចៅអធិរាជដូចជានៅជាមួយខ្លាជំនួសការភ័យខ្លាចខ្ញុំអ្នករាល់គ្នាគួរតែខ្លាចព្រះចៅអធិរាជចែកអារម្មណ៍ដូចគ្នានៅពេលដែលពួកគេត្រូវបានជាចាប់ប្រទេសនេះរងទុក្ខយូរមកហើយប្រសិនបើស្ដេចប្រព្រឹត្តចំពោះខ្ញុំដោយស្មោះត្រង់ខ្ញុំនឹងមិនខំប្រឹងការពារអ្នកទេយូបាននិយាយថាតើអ្នកចង់និយាយពីអ្វីខ្ញុំមិនយល់ទេព្រះអង្គចាត់នោះបានថាខ្ញុំមិនបានប្រកល់អំណោយជូនស្ដេចអ្នកវិញទេចំពោះស្នាដៃរបស់អ្នកនៅពេលនោះយើងក៏បានឮសំឡេងរបស់បរិយាសិស្សបាននិយាយថាអនុញ្ញាតឲ្យនាងមកខ្ញុំព្រះអង្គម្ចាស់ដួនបាននិយាយថាខ្លួនបានឃើញយូមានរបួសទៅបាត់បង់ចរិតរបស់ខ្លួនសូមអភ័យទោសនៅពេលនោះយូក៏បានដើរទៅព្រះអង្គម្ចាស់ប៉ុន្តែក៏បានសន្លប់នៅក្នុងរង្វង់ដៃរបស់ព្រះអង្គម្ចាស់ហើយរឿងរបស់យើងក៏បានចប់ត្រឹមនឹងដែរអ្នកនាងហើយខ្ញុំសុំទោសផងដែលចេញរឿងយឺតហើយខ្ញុំសុំទោសចំពោះសំឡេងរបស់ខ្ញុំផងដោយសារតែពេលខ្លះលឺបែបនេះពេលខ្លះលឺបែបនោះអីចឹងទៅដោយសារតែខ្ញុំតម្លៃពេលណាខ្ញុំសម្រាយពេលហ្នឹងអញ្ចឹងទៅសំឡេងវារៀងខុសៗគ្នាអញ្ចឹងខ្ញុំសូមអធិស្ឋានផងអ្នកនាង